អូខេជំរាបសួរអ្នកទាំងអស់គ្នាហើយប្រហែលថ្ងៃនេះប្រហែលជាមានបងប្អូនមួយចំនួនគាត់កំពុងតែទទួលបញ្ហាមួយគឺក្រុមហ៊ុន Meta គឺត្រូវបាន disable គណនី Facebook របស់យើងអញ្ចឹងកន្លែងហ្នឹងគឺវាជាបញ្ហាមួយវាអាចប៉ះពាល់ទៅដល់អាជីវកម្មរបស់យើងដែរហើយជាពោះ admin កាន់ page ធំៗអីក៏ពិបាកដែរអញ្ចឹងតាក់ទងជាមួយនឹងដំណោះស្រាយដែលខ្ញុំធ្វើការបង្ហាញនេះមិនប្រកាសថាយើងទទួលបាន 100% ទេប៉ុន្តែគឺយើងធ្វើតាមគោលការណ៍របស់ Facebook ដែលគេបានណែនាំមកឲ្យយើងធ្វើហ្នឹងអញ្ចឹងនៅកន្លែងនេះគឺគេបានប្រាប់ឲ្យថា account របស់យើងហ្នឹងគឺត្រូវបាន disable នៅថ្ងៃទី15ហើយការពីល្ងាចមិញហ្នឹងអញ្ចឹង account របស់ខ្ញុំហ្នឹងគឺទទួលបានការ disable ហើយបើសិនជាយើងអត់ធ្វើការស្នើសុំទេអត់ធ្វើការស្នើសុំក្នុងរយៈពេល1ខែទេនោះ account របស់យើងនឹងទទួលបានការ disable ជារៀងរហូតហើយអញ្ចឹងដើម្បីដាក់ពាក្យស្នើសុំបានអ្នកទាំងអស់គ្នាត្រូវចុចលើកន្លែង download your information ហ្នឹងសិនប៉ុន្តែនេះដោយសារខ្ញុំបានចុចពីល្ងាចអញ្ចឹងកន្លែងនេះអាចចំណាយពេលចន្លោះពី6ទៅ8ម៉ោងទៅតាមគណនីរបស់បងប្អូនដែរយើងចុច download ហ្នឹងមកពេលនោះគឺវានឹងធ្វើការ request file ដើម្បីធ្វើការ download ឲ្យយើងហើយអញ្ចឹងយើងគ្រាន់តែចុច download ប៉ុណ្្នឹងមកអញ្ចឹងយើងរងចាំ upload យើង download file one of one អញ្ចឹងគឺយើង download file មួយហ្នឹងដើម្បីទាញយកគណនីរបស់យើងថាតើសំទោសដើម្បីទាញយកព័ត៌មានគណនីរបស់យើងថាតើយើងបានធ្វើអីខ្លះអូខេអញ្ចឹងខ្ញុំមកដល់នៅកន្លែងនេះខ្ញុំធ្វើការ export វាចេញសិនបាទយើងធ្វើការ export វាសិនអូខេខ្ញុំ export នៅកន្លែងអញ្ចឹងកន្លែងនេះគឺយើងត្រូវពិនិត្យមើលទៅលើកន្លែងពាក្យថា personal information នេះកន្លែងដែលយើងត្រូវពិនិត្យមើលបន្ទាប់ទៀតមកគឺយើងយកកន្លែងពាក្យថា profile information ដើម្បីយើងធ្វើការ copy link បាទនេះគឺ link កន្លែងនេះនឹងឯងបាទយើង copy link វាមកបន្ទាប់ទៀតយើងអាចថាបើសិនជាអ្នកទាំងអស់គ្នាអត់ស្គាល់ពាក្យកន្លឹះក្នុងការស្នើសុំទេបងប្អូនអាចធ្វើការសួរ AI មកបាទនេះយើងអាច upload ព័ត៌មានទៅកាន់សួរទៅកាន់ AI ដើម្បីសុំ clear សុំ clear បញ្យល់ហើយសុំ clear ពាក្យស្នើសុំទៅកាន់ YouTube team ហ្នឹងអញ្ចឹងនៅកន្លែងនេះខ្ញុំបានសរសេររៀបរាប់រួចហើយខ្ញុំសូមសង្ខេបតែប៉ុណ្ណេះអញ្ចឹងយើងធ្វើការ copy ពាក្យទាំងអស់នេះមកយើងធ្វើការ copy ពាក្យហ្នឹងមកហើយបន្ទាប់ទៀតយើងចូលមកកាន់គណនីរបស់យើងដដែលហ្នឹងឯងកន្លែងនេះយើង back តិចមកបាទយើងយកកន្លែងពាក្យថា go to hip central បាទយើងយកកន្លែងហ្នឹងមកបន្ទាប់ទៀតមកយើងយកកន្លែងពាក្យថា was this helpful យើងយក no យើងយកកន្លែង the solution doesn't work ចុចលើវាមួយមកហើយបន្ទាប់ទៀតមកយើង click select មកដល់កន្លែងនេះបងប្អូនទាំងអស់គ្នាត្រូវធ្វើការផាសពាក្យមិញនឹងចូលមកហើយនៅកន្លែងនេះគេបានបញ្ជាក់ថា full name របស់យើងឈ្មោះអីចុចកន្លែងនេះយើងសរសេរមក my name អូខេហើយយក email ឬក៏ phone number អញ្ចឹងយើងដាក់មកmy email អូខេ sorry អូខេយើងបានប៉ុណ្ណឹងមកហើយ phone number អូខេកន្លែងនេះ email contact មានថាច្រឡំខ្ញុំដាក់ច្រឡំមិញ email contact មានន័យថា account email ដែលគេអាចទំនាក់ទំនងបានណា email contact អូខេ sorry email account contact ហើយនៅកន្លែងនេះ email របស់យើងមួយទៀតយើងត្រូវបញ្ចូល email ដែលយើងបានភ្ជាប់ជាមួយ Facebook របស់យើងកន្លែងនេះយើងដាក់ link ក៏បានដែរ link profile យើងដាក់បញ្ចូលកន្លែងហ្នឹងមកហើយយើងផាស link profile មិញដែលយើងបាន copy ចេញពីនេះណានេះចេញពី profile personal របស់យើងនេះយើង copy link ហ្នឹងមកហើយយើងយកមកផាសចូលក្នុងនេះ link my profile កន្លែងនេះខ្ញុំបាននិយាយហើយថាទៅកាន់ YouTube ថាសូមឲ្យធ្វើការ review ហើយនៅ verify បើសិនជាយើងផ្ដល់ឲ្យគេជាមួយនឹង ID card ក៏យើងព្រមផ្ដល់ឲ្យគេដែរអាហ្នឹងគឺវាអញ្ចឹង អ
អញ្ចឹងនៅពេលដែលយើងដាក់ពាក្យស្នើសុំប៉ុណ្ណឹងហើយយើងមើលក្លកកលីកន្លែងណាដែលយើងអាចបន្ថែមព័ត៌មានរបស់យើងបានបន្ថែមទៀតឬក៏យើងអាចថាយើងអាចថាបញ្ចូលថ្ងៃខែឆ្នាំរបស់យើងបន្ថែមទៀតទៅអានេះដើម្បីយើងបញ្ជាក់ឲ្យច្បាស់ការថាជាគណនីរបស់យើងនៅពេលដែលយើងសរសេរបានប៉ុណ្ណេះហើយយើងអាចធ្វើការ submit វាបានសូមបញ្ជាក់ថាក្រោយពីយើង submit ហើយមិនប្រកាសថាយើងទទួលបាន 100% ទេប៉ុន្តែគាត់ថាគឺយើងត្រូវធ្វើការរងចាំអាចចន្លោះពី24ម៉ោង48ម៉ោងអីឡើងទៅអញ្ចឹងវាមិនអាចបានភ្លាមទេដោយសារតែគណនី Facebook របស់យើងហ្នឹងគឺត្រូវបាន review ហើយក្រុមហ៊ុនMeta ហ្នឹងគឺក៏គេធ្វើការពិនិត្យទៅលើ account របស់យើងដែរអញ្ចឹងយើងធ្វើការ submit តែប៉ុណ្្នឹងមកអូខេ submit មកបាទក្រោយពីយើង submit ប៉ុណ្្នឹងមកហើយយើងរងចាំចម្លើយនៅពេលដែល email contact របស់យើងហ្នឹងគេផ្ញើទៅថាយើងគួរតែធ្វើអ្វីបន្តទៀតហើយនៅកន្លែងនេះយើងអាចថាយើង refresh មើលសិនទៅថាតើវាអាចទទួលបានដែរឬក៏អត់បើសិនជាយើងអត់ទទួលបានទេយើងមានតែធ្វើការរងចាំបន្តទៀតអញ្ចឹងអរគុណច្រើននៅក្នុងវីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងដើម្បីធ្វើការចែករំលែកចំណេះដឹងទៅកាន់បងប្អូនទាំងគ្នាអញ្ចឹងយើងជួបគ្នាជាមួយនៅវីដេអូក្រោយបន្ថែមទៀតអរគុណច្រើន